bà chìm riệp số cổng bà thì miệng xua lục cừu con bên môi đấy cổng khiêm bà chmô strin khen sắp ngay con ruột nơi phum không nào đấy cổng khiêm bà nơi phôm dùm rau khum cừu chma sọc cừu chma khai bông khmum bà hay sắp ngay ní con miền bạch chônประมาณđấy sọc ngày níประจน60 9 ឆ្នាំ chẳng muốn về để con squal mà sân xe để chế mà con miền bành hà sọc hiệp phải không សុខភាពពីមុនមកដែលមិនតាន់បានស្គាល់វាឡើងឈាមវាចិត្តស្គរវានោមច្រើនចេះតែនោមច្រើនហើយចេះបេះដូងចេះធ្វើទុកបាទដល់បានខ្ញុំឡើងម៉ាស៊ីនតាំងពីខែ12មកហ្នឹងក៏បានធូរស្រាលទៅព្យាយាមនៅដេកលើម៉ាស៊ីននៅក្រុមហ៊ុនសេរីជេមហ្នឹងវាស្រួលដែរខ្ញុំក៏ដាច់ចិត្តថាទិញម៉ាស៊ីនមកគ្រឿងមកនៅផ្ទះដើម្បីយើងងាយស្រួលយើងដេកដើម្បីឲ្យសុខភាពយើងកាន់តែល្អកាន់តែធូរស្រាលកុំឲ្យមានបញ្ហាដើម្បីសម្រួលសុខភាពបាទ bà hayជំងឺដែលឡើងឈាមហើយនឹងជំងឺកង់ដែលឈឺទាំងប្រមាណនោះធ្វើຕົកយ៉ាងម៉េចខ្លះ ជំងឺឡើងឈាមវាធ្វើទុកបេះដូងវាដើរញាប់ផងហើយធ្វើទុកដូចថាវានៃយើងចង់ស្រវាំងដូចមុខយើងស្ពុលចឹងណា បាទ ហើយជើងយើងត្រជាក់បាទអាការៈជើងត្រជាក់ភ្នែករៀងស្វាងកាលឡើងឈាមបាទ ជំងឺឡើងជាតិស្ករ ជាតិស្ករកាលមុនវាធ្វើទុកកាលមុនធ្វើទុកវាដល់ទៅ130 140ប៉ុន្តែខ្ញុំបានតឡើងម៉ាស៊ីនសេរីជេមយើងក្រុមហ៊ុននោះក៏ខ្ញុំចាប់ផ្ដើមបន្ថយតបបង្អែមបាទដល់តបបង្អែមមកហើយខ្ញុំក៏ចាប់ផ្ដើមទៅម្ដងទៅឃើញថាជាតិស្ករវាចុះវិញបាទជាតិស្ករចុះនោះខ្ញុំក៏អនុវត្តតបបង្អែមនឹងហូតមកមិនដែលហូបទេហើយឡើងម៉ាស៊ីនក៏ស្រួលដែរមិនដែលធ្វើទុកមិនដែលនោមអីទេមុននោមច្រើនណាស់មួយយប់7 8ដងតែមកឡើងអត់មានទុកត្រជាក់យើងទេដូចស្រួលពោះធម្មតាបាទ ហើយកន្លងមកដែលកងបានទៅម៉ាសានៅក្នុងហ៊ុនសេរីជេមហ្នឹងមុនដំបូងហ្នឹងស្គាល់តាមរយៈអ្នកណាគេដែរកង ខ្ញុំបានស្គាល់រយៈតាមជីម៉ង តម៉ង គាត់ទៅព្យាបាលនៅសឹងត្រង់កន្លងមកខ្ញុំក៏សួរគាត់ កាលពីមួយឆ្នាំមុនណា បាទកាលពីឆ្នាំមុនបាទ កាលពីឆ្នាំមុនកងម៉ងហ្នឹងក៏ធ្លាប់ទៅប្រើនៅស្ទឹងត្រង់ បាននៅមជ្ឈមណ្ឌលស្ទឹងត្រង់ ដល់ពេលមួយឆ្នាំក្រោយគេយកមកដាក់នៅស្រុកភូមិកង នៅកន្លែងផ្សារក្រូចឆ្មាខ្ញុំក៏សម្រេចចិត្តធ្វើដំណើរទៅសាកម៉ាស៊ីននីជេមនៅកន្លែងក្រុមហ៊ុនផ្សារក្រូចឆ្មាតែម្ដង សួរពីអារម្មណ៍កងផ្ទាល់ពេលដែលឮថាម៉ាស៊ីនសេរីជេមម៉ាសាស្រួលអីចឹងកងដំបូងហ្នឹងមានអារម្មណ៍ថាជឿទេ មុនដំបូងថាដូចជាមិនជឿដែរក៏ប៉ុន្តែដល់ស្ដាប់ទៅថាទៅសាកមើលដូចវាស្រួល ដំបូងអត់ជឿទេឆ្ងល់ថា សូវជឿទេ ឆ្ងល់ថាពីម៉ាស៊ីនព្យាបាលជំងឺដូចមិនដែលឮ ដូចមិនទាន់សូវជឿទេព្រោះអត់តមកដល់កន្លែងយើងផងទី1ដូចថាទី2ដូចថាមិនទាន់សូវជឿថាខ្ញុំក៏បានដែរមកតែពីតាមបខ្លួនមិនទាន់បានសាក ហ្នឹងហើយ បាទថាបានសាកដល់យើងដល់ខ្ញុំទៅសាកទៅរយៈពេល1ខែឃើញថាស្រួលហើយនោមនឹងក៏វាអន់នោមច្រើនចុះមកនោមតិចធម្មតាវិញស្រួលវិញបាទ ចុះពេលទៅសាកប្រហែលអ្នក ទៅសាកហ្នឹងទៅសាកជាមួយយាយខ្ញុំដែរពីអ្នកយាយបាទបាទ ចុះសាកដំបូងហ្នឹងមានអាការៈប្រតិកម្មធ្វើទុកអីអត់កង សាកដំបូងមានអាការៈឡើងដំបូងវាអាចឈឺចកេះឈឺអីដូចថាវារោគវាសាច់យើងនឹងវាយូរទៅវាអាចឈឺតិចប៉ុន្តែឈឺហ្នឹងអាចទ្រាំបានមិនជាធ្ងន់ ដំបូងវាធ្វើទុកយើងទ្រាំខ្លួន បាទទ្រាំខ្លួនដៃជើងទៅដូចថារៀងទីធំណា អាហ្នឹងដូចថាយើងអត់ធ្លាប់ពីមុនមក ធ្លាប់មុនបាទធ្លាប់មុនមកបាទ ប៉ិនភ័យហ៎ពេលឮ អត់ទេអត់ភ័យដែរអត់ភ័យទេ ពេលឮគេថាឈឺអញ្ចឹងហើយខ្លួនឯងឈឺអញ្ចឹងដែរភ័យអត់ ហើយកាលពីមុនតន់ឡើងម៉ាស៊ីនហ្នឹងតែជាអើយទៅជើងងាកទៅជានេះស្ពឹកដៃស្ពឹកជើងដល់បានឡើងម៉ាស៊ីនសេរីជេមក្រុមហ៊ុនហ្នឹងមិនតន់ទិញមកដាក់ផ្ទះទេក៏វាដៃជើងខ្ញុំបាត់ស្ពឹកបាត់ទៅជាបាត់ទៅជាក្តៅធម្មតាវិញបាទ ធូរច្រើន បាទ ហើយមូលហេតុអីបានជំរុញឲ្យកងសម្រាប់ចិត្តថាទិញម៉ាស៊ីន មូលហេតុថាខ្ញុំនឹងទៅព្យាបាលវាស្រួលខ្លួនវាអត់បារម្ភហើយចាប់ខ្ញុំតាំងពីទៅព្យាបាលរយៈពេលតាំងពីខែ12ដល់ខែ3ខ្ញុំសម្រេចថា
ទិញម៉ាស៊ីនមួយគ្រឿងមកខ្ញុំដាក់ផ្ទះដូចខ្ញុំព្យាយាមពីតាំងពីខែ3ថ្ងៃ7មកឡើងគាត់ស្រួលអត់ដែរធ្វើទុកអត់ដែរទេធម្មតាទេអាហ្នឹងរោគហ្នឹងដូចវាជាដូចវាអន់ដូចវាបាត់រលាបទៅវាអត់មានធ្វើទុកអីទេលោកគ្រូបាទតែវិញចាយទៅវិញចៅមកលេងឃើញកង់ហើយកន្លងមករយៈពេលប្រហែលខែហ្នឹងកាត់បន្ថយការប្រើប្រាស់ថ្នាំពេទ្យច្រើនទេកាត់បន្ថយកាត់គ្រាន់ថ្ងៃនេះមានបើនិយាយពីថ្នាំឈាមកាត់ចិត្តទេណាកុំកាត់តិចណាបាទពីដើមមកហ្នឹងប្រើថ្នាំច្រើនអត់ពីដើមប្រើផ្ដាសាយចុកជើងចុកដៃអាសាហូបថ្នាំសុបថ្នាំមកផ្ដាសាយញឹកញាប់ចុកជើងចុកដៃតែឥឡូវហ្នឹងអត់ទេចុកដៃចុកជើងឡើងសិនបាទបន្ថយច្រើនបាទដាសាយញឹកឥឡូវអត់ទេអត់មានទេកុំខ្យល់ក៏អត់ដែរលើប៉ុន្មានភាគរយទេថាជាក្នុងខ្លួនជាហ្នឹងប្រហែលជាចង់70%ហ៎70%ហើយបាទ70%ជាទៅបើបិទតែយើងជាម៉ាស៊ីននេះវាថ្លៃមែនថ្លៃមែនតែសម្រាប់និយាយពីគុណភាពគឺល្អបាទកាត់បន្ថយការចំណាយទៅលើថ្នាំពេទ្យហើយនឹងស្រួលខ្លួនបាទយូរនេះថាយើងមានការអីដូចចាច់ជឿថ្មីនិយាយទូចយើងលេបទៅម្ដងទៅទៅបាទអត់មានប្រចាំការរហូតដូចមុនទេយើងប្រចាំថាថ្នាំចាំបាច់ដូចជាថ្នាំលើឈាមលើអីទេបាទលើឈាមដល់ជាតិស្ករពីមុខហ្នឹងมันអាចចោលបានទេបាទព្រោះមិនដងរៀងរាល់ថ្ងៃរៀងរាល់ខែបាទតែស្រួលស្រួលថានៅពេលដែលមានម៉ាស៊ីនប្រើជំងឺនឹងអត់ធ្វើទុកអីសោះអត់អីទេបើពីមុនវិលមកធ្វើទុកធីងធងពីមុនគ្រាន់តែដើរខ្ញុំដើរតាក់សិនទៅបនទៀនគេកន្លែងកប់សពអីហ្នឹងតាក់សុំវិលមកដល់ឥឡូវនោះបាត់វិលហើយវិលទេវាធីងធងចាំដើរទៅដល់ណាក៏បានដែរណាបាទតែដើរយើងជុំវិញទៅអត់បានទេឥឡូវអត់អីទេធម្មតាបាទធម្មតាស្រួលវិញបាទបទពិសោធន៍កន្លងមករយៈនេះដែលកងបានប្រើម៉ាស៊ីន Serichem តែកងមានពាក្យពេចន៍យ៉ាងម៉េចដែរចំពោះម៉ាស៊ីន Serichem ដែលកងបានប្រើកន្លង 3-4 ខែនេះណាថាចាំពីខ្ញុំបានឡើងម៉ាស៊ីនមកខ្ញុំមានពាក្យពេចន៍ជំនួយក៏សូមថ្លែងអំណរគុណដូចជឿរំផុតចំពោះក្រុមហ៊ុន Serichem ដែលលោកនៅប្រទេសកូរ៉េបានបង្កើតចេញមកឲ្យប្រជាពលរដ្ឋខ្មែរនឹងបានទៅព្យាយាមសាកឥតគិតថ្លៃផងបានជាមកដាក់ផ្ទះបានស្រួលសុខភាពអញ្ចឹងខ្ញុំសូមថ្លែងអំណរគុណចំពោះប្រទេសកូរ៉េដ៏ពងពោះដែលលោកមានដូចថាបច្ចេកទេសស្មារតីខ្ពស់ណាស់ដែលជួយឲ្យប្រទេសកម្ពុជាយើងប្រជាពលរដ្ឋខ្មែរយើងបានសាកម៉ាស៊ីនបានសុខភាពល្អបាទមានតែប៉ុណ្្នឹងទេបន្តិចហ្នឹងបាទហើយចាកន្លងមកដែលកងទៅប្រើម៉ាស៊ីនហ្នឹងកងដែលឮពាក្យចាមអារាមគេនិយាយចេញចុះពីម៉ាស៊ីនដែរមានដែរប៉ុន្តែមានដែរតិចតួចគេនិយាយថាម៉េចខ្លះកងថាដេកម៉ាស៊ីនទៅពុកឆ្អឹងពុកអីហ៎ខ្ញុំមិនចេញឈ្មោះទេណាមិនតែចេញឈ្មោះគាត់ថាប្រាប់ថាធ្លាប់ឮអីខ្លះគេថាទៅទេខ្លាចដល់ឡើងធ្លាប់ឡើងក៏អត់ឡើងទៅវាអត់កើតទី1ទី2គេថាមិនហ៊ានឡើងឯងខ្លាចពុកឆ្អឹងពុកអីណានៅខ្ញុំអើតែប៉ុណ្្នឹងទេមិនចេញឈ្មោះអ្នកថាទេបាទមិនជាស្ដាយគេថាសិតតែម៉ាស៊ីនហ្នឹងដេកទៅមានបញ្ហាតែកង់ទិញយកមកប្រើអត់មានបញ្ហាទេមានស្រួលខ្ញុំមានជំនឿខ្លួនខ្ញុំអត់ជឿអ្នកណាទេគឺជឿខ្លួនឯងតាំងពីឡើងមកអត់មានបញ្ហាទេហើយមានសពថ្ងៃអត់មានថាដូចមុនថាហេលហាលឈឺមិនដឹងទៅរកពេទ្យណាឥឡូវបាននឹងមួយទៀតព្យាឡាមទៅដូចជាក្តីសង្ឃឹមមានខ្លះបាទក្តីសង្ឃឹមមានខ្លះដែរនៅក្នុងมันអាចភ័យភិតដូចមុនវិញទេណាបាទហើយពេលដែលបានទៅម៉ាស្សានៅកន្លែងក្រុមហ៊ុន Serichem លោកគ្រូអ្នកគ្រូគេបញ្យល់យើងសពបាទបញ្យល់សពបញ្ហាគ្រប់ទាំងអស់ជំងឺតាំងពីហូបចុកតាំងពីការរស់នៅបាទនឹងវាផ្សំគ្នាផ្សំពីចំណេះដឹងយើងប្រយ័ត្នប្រយែងផងយើងឡើងម៉ាស៊ីនប៉ាពីផ្សំគ្នាផងដូចគេថាគេថាឡើងម៉ាស៊ីនខ្ជិលទៅអង្គុយចាំយូរតាមពិតអំឡុងពេលដែលអង្គុយចាំហ្នឹងគឺគេឲ្យយើងរៀនពីសុខភាពបាទយើងសុខភាពបាទដល់កងអត់គិតទេអត់គិតថាយូរកងគិតថានេះចំណេះដឹងដែលគេឲ្យយើង free បាទយើង free ហើយឲ្យយើងសាកម៉ាស៊ីនគេតម្លៃរាប់ពាន់ទៀតអញ្ចឹងកងព្យាយាមចាំយូរដែរហ្នឹងកងទៅចាំមួយថ្ងៃគឺថាមួយថ្ងៃចាំ3 4ម៉ោងណាកងណាម៉ោងនេះបាទតស៊ូអញ្ចឹងបានយើងធូរបាទពេលទៅធូរស្រួលខ្លួនឃើញពីគុណភាពក៏សម្រេចចិត្តថាទិញទៅប្រើជាចុងក្រោយតែកងមានពាក្យពេចន៍អីដែលផ្ដាំផ្ញើទៅលោកយាយលោកតានៅក្នុងមជ្ឈមណ្ឌលដែលគាត់អត់ទាន់មានជំនឿឬថាខ្លាចចេះចុះអីណាកងមានពាក្យពេចន៍អីខ្លះផ្ដាំផ្ញើទៅគាត់មានចេះទេសូមឲ្យយាយតាបងប្អូនទាំងអស់កុំខ្លាចកុំអីជឿពាក្យគេអីណាយើងមានអាចមានលទ្ធភាពអីយើងទិញយកទៅប្រើប្រាស់ផ្ទះក៏ល្អដែរបាទកុំជឿគេយើងដឹកខ្ញុំបាន
ទិញយកមកសម្រាប់នៅផ្ទាល់ជាក់ស្ដែងទីហោដូចជាអត់មានបញ្ហាអត់មានរោគអីធ្វើឲ្យយើងនឹងពិបាកនៅក្នុងរោគពេទ្យរោគអីទេវាស្រួលពួរតាមនៅរហូតបើនិយាយទៅខ្ញុំផ្ដាំផ្ញើប៉ុណ្ណឹងបងប្អូនយាយតា ចុះបើគាត់មានលទ្ធភាព បើមានលទ្ធភាពទេអាចជាងបានទិញទៅគួរដែរកុំឲ្យស្ដាយក្រោយណាយើងអត់មានអីទេចាស់ទៅយើងបានហ្នឹងដូចខ្ញុំផ្ទាល់ហើយដែលបានឡើងរហងៃស្រួលសុខភាពមិនជាចុកដៃមិនជាចុកជើងខ្លួនមិនទេទ្រីងទៅត្រោមទេដើរក៏ស្រួលអីក៏ស្រួលអត់ដូចមុនទេខ្លួនស្រាលល្អបើនិយាយពីក្នុងខ្លួនយើងដូចជាអស់ជាតិខ្លាញ់អស់ជាតិរែងពុលអីទៅដូចស្រាលធម្មតាបាទផ្ដាំផ្ញើប៉ុណ្ណឹងទេបាទ ចាអរគុណណាកងណាជូនពរឲ្យកងមានអាយុវែងសុខភាពល្អសំណាងល្អកងជម្រាបលា សូមជូនពរលោកគ្រូដែរចាក់មណ្ឌលទាំងអស់សហការីទាំងក៏ឲ្យបានសុខឲ្យចម្រើនប្រកបទៅជាជំនះសុខភាពល្អបរិបូរណ៍អំណាចបំណងពងថ្នាដោយសេចក្តីប្រាថ្នាដើម្បីបម្រើបងប្អូនទាំងអស់ក្នុងខេត្តទាំងស្រុងនោះក៏សូមបញ្ចប់ បាទកងជំរាបលា